Tiệt thà thầm một bón mà từ việc riêng nhưng sama vật tâyព្រះបរមសាស្តាព្រះអង្គទ្រង់ប្រពនៅសេចក្តីស្លាប់របស់ស្ត្រីពីរពួកគឺពួកនាងសមាវតីមួយពួកនាងមាគន្ធយាមួយនាងសមាវតីនិងនាងមាគន្ធយាទាំងពីរនាក់នេះគឺជាមហេសីរបស់ព្រះរាជាទ្រង់ព្រះនាមឧទែននៅក្នុងក្រុងកោសំពីសម័យនោះព្រះសាស្តាព្រះអង្គទ្រង់គង់ចាំប្រវសានៅក្នុងក្រុងកោសំពីនោះពួកនាងសមាវតីបានសម្រេចនូវសោតាបត្តិផលចំណែកឯពួកនាងមាគន្ធយាមិនបានសម្រេចមគ្គផលអ្វីសោះឡើយថែមទាំងមិនមាននៅចិត្តជ្រះថ្លាចំពោះព្រះសាស្តាទៀតផងគិតតែអំពីរោគរឿងហេតុប្រទុសរាយចំពោះព្រះសាស្តានិងនាងសមាវតីដោយប្រការផ្សេងដូចជាជួមនុស្សឲ្យទៅជេរព្រះសាស្តាប្រើមនុស្សទៅលួចដុតប្រាសាទរបស់នាងសមាវតីជាដើមពេលនោះព្រះនាងសមាវតីព្រមទាំងស្ត្រីស្នំនៅក្នុងភ្លើងឆេះស្លាប់ទាំងអស់គ្នាគ្មានសេះសល់ម្នាក់ឡើយព្រះបាទឧទែនទ្រង់បានជ្រាបហើយទើបព្រះអង្គទ្រង់ស្វះស្វែងរកនៅអបាយកលដើម្បីនឹងរកហេតុផលចាប់អ្នកដែលដុតនៅប្រាសាទឲ្យទាល់តែបានលុះដល់ទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់បញ្ជាឲ្យពួកអាមាត្យជីកនៅអន្លង់កប់នៅបពួករបស់នាងមាគន្ធយាត្រឹមចិត្តហើយឲ្យយកភ្លើងដុតទាំងរស់រួចហើយឲ្យយកនៅនឹងកលរនឹសដែកភ្ជួររស់ថែមពីលើទៀតសម្រាប់នាងមាគន្ធយាវិញព្រះរាជាព្រះអង្គទ្រង់ត្រាស់បញ្ជាឲ្យរាជាអាមាត្យអានៅសាច់របស់នាងម្ដងមួយដុំយកទៅទៀនខ្លាញ់ឲ្យឆ្អិនហើយត្រាស់ឲ្យយកសាច់ជានោះឲ្យនាងមាគន្ធយាស៊ីរហូតដល់ស្លាប់តែម្ដងភិក្ខុទាំងឡាយបានប្រជុំគ្នាសន្ទនាគ្នាអំពីរឿងនាងមាគន្ធយានិងនាងសមាវតីដោយប្រការផ្សេងព្រះសាស្តាព្រះអង្គទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់នៅព្រះគាថានេះថាអបមតោមតੰបទាំងបមតោមជ្ឈណោបទាំងអបមត្តានមិយន្តិយេបមត្តាយថាមត្តាអេតាំងវិសេសតោញថ្វាអបមត្តមហេបណ្ឌតាអបមតេនៈបមោតន្តិអរិយាណੰកោចរេរតាទេជាយណោសាតតិកានិច្ចំតលហៈបរកមាភោសន្តិធិរិនពានណੰយោពខេមੰអនត្តរੰសេចក្តីមិនប្រមាទជាផ្លូវនៃសេចក្តីមិនស្លាប់សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ជនទាំងឡាយដែលមិនប្រមាទហើយឈ្មោះថាមិនស្លាប់ជនទាំងឡាយដែលប្រមាទហើយទុកដូចជាមនុស្សដែលស្លាប់ទៅហើយពួកបណ្ឌិតបានជ្រាបនៅដំណើរនេះដោយប្រការផ្លែកគ្នាទើបស្ថិតនៅក្នុងសេចក្តីមិនប្រមាទរីករាយនៅក្នុងសេចក្តីមិនប្រមាទបណ្ឌិតទាំងនោះជាអ្នកត្រេកអរនៅក្នុងធัวជាទីគោចរនៃព្រះអរិយបុគ្គលទាំងឡាយមានការពិនិត្យជាប្រកដីមានជាយាមជាប់គ្នាមានសេចក្តីប្រឹងប្រែងមមួនជានិច្ចជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នៅព្រះនិព្វានជាទីសែនចាកនៅយោគៈជាគុណជាតិដ៏ប្រសើរបំផុតសូមអនុមោទនា